5ក្នុងកំណត់ពេល3ឆ្នាំ2025ដល់2028យើងខ្ញុំទាំងអស់ជាថ្នាក់ដឹកនាំនៃសហព័ន្ធស្រូវអង្ករកម្ពុជានឹងសម្រួលការងារដោយផ្ដោតទៅលើសសរស្តម្ភចំនួន4ដែលលោកជំទាវបានអាចយ៉ាងបកស្រាយរួចទៅហើយហើយលឿនផងតែខ្ញុំសូមសង្ខេបគឺទី1អភិបាលកិច្ចពង្រឹងការទៀងទាត់និងគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវដំណាងភាពកណន័យភាពនិងធ្វើស្ថាបនិកកម្មផ្នែកពាក់ព័ន្ធនឹងស្រូវអង្ករមួយចំនួននិងពង្រីកវិសាលភាពការងាររបស់ក្រុមប្រឹក្សាវិបាលលេខាធិការដ្ឋាននិងគណៈកម្មាធិការប្រតិបត្តិនានាសម្ដៅបំពេញតួនាទីនិងភារកិច្ចការងារឲ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ដើម្បីជួយដល់កសិករទូទាំងប្រទេសឲ្យក្លាយទៅជាកសិសហគ្រិននិងវិស័យស្រូវអង្ករទាំងមូលសសរស្តម្ភទី2ការពង្រឹងនិងពង្រីកខ្សែក្រវ៉ាត់តម្លៃនិងខ្សែក្រវ៉ាត់ផ្គត់ផ្គង់រៀបចំឲ្យមានយន្តការច្បាស់លាស់ឲ្យមានភាពប្រតិបត្តិគ្នាលើកិច្ចសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការក៏ដូចជាការបំពេញគ្នាទៅវិញទៅមកសម្ដៅធ្វើឲ្យធាតុចូលកសិកម្មមានជីថ្នាំពុលកសិកម្មឲ្យមានតម្លៃទាបជាងមុននិងកាត់បន្ថយថ្លៃដើមឲ្យបានជាអតិបរមាក៏ដូចជាជំរុញប្រើប្រាស់ឧត្តមមានប្រវត្តិដាំដុះនិងប្រមូលផលហើយគោរពស្តង់ដារផលិតកម្មកសិកម្មក្នុងគោលបំណងលើកស្ទួយកម្រិតប្រាក់ចំណេញរបស់ប្រជាកសិកររោងសិនកិនស្រូវអ្នកនាំចេញដែលផ្ដល់ផលិតភាពសេដ្ឋកិច្ចដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យនិងនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិទាំងមូលសសរស្តម្ភទី3ការធ្វើពិពិធកម្មផលិតកម្មកែច្នៃទីផ្សាររៀបចំផែនការអនុវត្តឲ្យស្របទៅតាមផែនការជំរុញឲ្យមានកំណើននាំចេញស្រូវអង្ករផលិតផលកែច្នៃឲ្យមានប្រភពពីផលិតកម្មស្រូវអង្ករដោយដាក់ចេញនៅផែនការសកម្មជំរុញលើកទឹកចិត្តឲ្យប្រើប្រាស់នវានុវត្តន៍ខ្សែក្រវ៉ាត់ផលិតកម្មនិងកែច្នៃដែលអាចបង្កើតបានផលិតផលដែលមានតម្លៃបន្ថែមសម្រាប់បម្រើក្នុងវិស័យម្ហូបអាហារនិងឧបករណ៍ឬវត្ថុប្រើប្រាស់ក្នុងទ្រង់ទ្រាយជាឧស្សាហកម្មពេញលេញសសរស្តម្ភទី4ការជំរុញការដាំដុះឲ្យមានទិន្នផលខ្ពស់ស្របទៅតាមគោលការណ៍ ESG Environment Social Governance និងជំរុញការអនុវត្តកសិកម្មប្រកបដោយចីរភាពការចូលរួមយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងពាក់ព័ន្ធដូចជាក្រសួងកសិកម្មស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងការជំរុញផលិតកម្មពូជស្រូវដើម្បីចែកជូនដល់ប្រជាកសិករនិងធ្វើកិច្ចសន្យាកសិកម្មដើម្បីធានាបាននូវតម្លៃស្រូវសមរម្យព្រមទាំងជំរុញយន្តការជាមួយវិស័យឯកជនឲ្យខិតខំធ្វើការសិក្សាស្រាវជ្រាវដើម្បីផលិតពូជស្រូវដែលមានទិន្នផលខ្ពស់និងមានតម្លៃសេដ្ឋកិច្ចខ្ពស់ដែលអាចឆ្លើយតបទៅនឹងនិន្នាការតម្រូវការទីផ្សារពិភពលោកហើយចូលរួមប្រយុទ្ធប្រឆាំងនឹងការបម្រែបម្រួលនៃវិទ្យាកាសរបស់អង្គការសហប្រជាជាតិដូចជាការជំរុញទៅលើផលិតកម្មស្រូវនិរន្តរភាពដែលយើងហៅថា SRP ឬក៏ Sustainable Rice ឬផលិតកម្មស្រូវដែលមានបញ្ចេញនូវស្មារតីកាបូនិកទាប Low Carbon Rice Production ផលិតកម្មស្រូវសរីរាង្គ Organic Rice ឬក៏យើងអាចឈានទៅដល់GI Rice នៅក្នុងពេលអនាគត